ថ្ងៃនេះខ្ញុំមានផលិតផលមួយដែលមានរសជាតិ3ចង់មកបង្ហាញបងប្អូនហើយឃើញកញ្ចប់អញ្ចឹងចេះឆ្ងល់ថាអានឹងអីគេអញ្ចឹងចង់ដឹងលម្អិតខ្ញុំនឹងរៀបរាប់ប្រាប់បន្តិចទៀតនេះសួស្តីបងប្អូនអរគ្នានឹងថ្ងៃជួបគ្នាម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីថ្ងៃនេះខ្ញុំមានផលិតផលមួយដែលមានរសជាតិ3ចង់មកបង្ហាញបងប្អូនហើយឃើញកញ្ចប់អញ្ចឹងចេះឆ្ងល់ថាអានឹងអីគេអញ្ចឹងចង់ដឹងលម្អិតខ្ញុំនឹងរៀបរាប់ប្រាប់បន្តិចទៀតនេះបាទកលេចមកមើលកញ្ចប់មួយនេះវិញអញ្ចឹងនេះគឺជាគ្រឿងផ្សំវាជាប្រភេទគ្រឿងដែលគេមានន័យថាគេកិនហើយស្រាប់បាទឧទាហរណ៍ដូចជាគ្រឿងការីក្រហមនេះអញ្ចឹងបើសិនជាបងប្អូនចង់ញ៉ាំការីគឺគេបានផ្សំគ្រឿងក្នុងហ្នឹងហើយស្រាប់ហ្មងបាទអញ្ចឹងវាងាយស្រួលសម្រាប់បងប្អូនដែលរវល់ប៉ុន្តែចង់ញ៉ាំស្លបែបគ្រឿងអញ្ចឹងគឺគេវិចខ្ចប់ឲ្យស្រាប់មកកញ្ចប់ហ្មងបាទអញ្ចឹងជំហានទី1យើងមើលទៅលើការ design និងការវេចខ្ចប់របស់គាត់វិញអញ្ចឹងនៅខាងមុខនេះគឺគេ pack បែបនេះអញ្ចឹងមើលទៅវាសុវត្ថិភាពក្នុងការទុកដាក់ហើយវាមានអនាម័យផងដែរបាទអញ្ចឹងមកកញ្ចប់គេមាន artwork ខាងមុខខាងក្រោយបែបនេះអញ្ចឹងយើងកលេចមកមើលខាងមុខទាំងអស់គ្នាថាគេដាក់អីខ្លះអញ្ចឹងនៅខាងលើហ្នឹងគេមានជា logo របស់ក្រុមហ៊ុនគេមួយដែលគេដាក់គ្រឿងលួងសាបារ៉ាបាទគ្រឿងលួងសាបារ៉ាអូខេអាហ្នឹងគឺជាឈ្មោះក្រុមហ៊ុនរបស់គាត់បាទហើយខាងមុខនេះគេមានដាក់គ្រឿងការីក្រហមអញ្ចឹងទៅអញ្ចឹងចង់បញ្ជាក់តិចថាក្រុមហ៊ុនហ្នឹងគាត់ផលិតមិនមែនតាគ្រឿងការីក្រហមហ្នឹងឯងគាត់មានគ្រឿងកកូក៏មានគ្រឿងអាម៉ុកក៏មានហើយមានគ្រឿងច្រើនយ៉ាងហ្នឹងទៀតតែខ្ញុំយកមកបង្ហាញបាន3ហ្នឹងខ្ញុំទិញមកយកមកបង្ហាញបងប្អូនបាន3ហ្នឹងហើយចង់បញ្ជាក់មកកញ្ចប់តាមរៀល6កែអញ្ចឹងតម្លៃនេះធូរមែនតើបើយើងទៅផ្សំគ្រឿងខ្លួនឯងពីផ្សារមកគាត់ថាអត់ធ្វើអត់កើតទេមើលទៅបាទក្នុងតម្លៃមួយហ្នឹងប្រហែលជាទិញអត់បាននេះអូខេអញ្ចឹងយើងក៏លេខមកមើល artwork គេបន្តទៀតអញ្ចឹងនៅខាងលើហ្នឹងគេដាក់គ្រឿងការីក្រហមអញ្ចឹងទៅបាទអាហ្នឹងអូខេហើយគេមានដាក់ពាក្យ slogan គេដាក់ផ្សំគ្រឿងទេសឆ្ងាញ់ជាស្រេចបាទអាហ្នឹងមានថាមកកញ្ចប់ហ្នឹងគឺរួយរាល់មកបាច់បាទដើរទិញគ្រឿងច្រើនមុខឯងហើយគេមានចំនួនកំណត់របស់គេដែរថាមកកញ្ចប់ហ្នឹងសុំទោសគឺថាមកកញ្ចប់ហ្នឹងញ៉ាំបានអាចធ្វើបានសឡមួយចានសម្រាប់មនុស្ស2នាក់អញ្ចឹងណាបាទអញ្ចឹងបើយើងចង់ធ្វើច្រើនយើងអាចដាក់ច្រើនកញ្ចប់អញ្ចឹងទៅគុណតាមហ្នឹងអញ្ចឹងទៅហើយបន្តមកគេមានប្រាប់2នាទីមានន័យថាចំអិន5-10នាទីអញ្ចឹងទៅអូគ្មានប៊ីចេងទៀតបាទគេដាក់គ្មានប៊ីចេងទៀតហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលអត់ញ៉ាំប៊ីចេងត្រូវហើយជាអានេះគេដាក់ហាឡាដែរអញ្ចឹងបងប្អូនខាងអ៊ីស្លាមក៏មិនជាបញ្ហាដែរអាចញ៉ាំបានអញ្ចឹងក៏លេខមកមើលខាងក្រោយវិញគេមាន ingredient អូខេគេមានអូអានេះមានន័យថាមកកញ្ចប់នេះគេអាចយកទៅធ្វើម្ហូបដូចជាស្លការីឆាការីបាយឆាការីហ្នឹងហើយគេបានដាក់នៅខាងក្រោយនេះដែរគេប្រាប់ថាអាចយកទៅធ្វើម្ហូបឲ្យបានខ្លះចឹងណាបាទហ្នឹងហើយបន្តមកសិប្បកម្មឈ្មោះអីមកពីណាអត្តរៈអីចឹងគេមានដាក់ហើយអាហ្នឹងគ្រប់ហាងគឺតែមានហើយនេះចុងក្រោយគេគឺទង់ជាតិទៀតសំទោសផែនទីខ្មែរយើងទៀតហើយគឺផលិតផលរបស់កម្ពុជាហ្នឹងហើយសំខាន់មកកន្លែងហ្នឹងសំខាន់នេះបាទអាហ្នឹងសំខាន់មកដែលខ្ញុំលើកយកមកឲ្យបងប្អូនឃើញបាទអញ្ចឹងវាមានច្រើនវាមាន
cường có cố cường à móc sấm tố cường à móc bà nắng ấy hay bé bọn ca đi dài cái bài khmer dương đây chân tới cái bài hiện khmer bà ok bóng bọn chân ở chầm mơ dương xa hai kia mới tha ta ở sạch cườngในខាងក្នុងវាជាប្រភេទបែបណាអញ្ចឹងណាបាទអញ្ចឹងខ្ញុំហែកគ្រឿងកកូរនេះមួយមើលចង់ដឹងថាខាងក្នុងហ្នឹងវាបែបណាអូខេអញ្ចឹងគេមានកន្លែងហែកកន្លែងនេះយើងអាចហែកមកអូខេអញ្ចឹងយើងមើលទៅខាងហ្នឹងអូនេះបងប្អូនគេមានផ្លាស្ទិកមកជាន់ទៀតណាបាទអញ្ចឹងដើម្បីកុំឲ្យវាហៀប្លែកអញ្ចឹងយើងអាចធំដល់ក្រៅគ្រឿងល្អក្លិនអានេះគ្រឿងកកូរបងប្អូនមើលឃើញបាទអានេះគ្រឿងកកូរអញ្ចឹងវាធំក្លិនគ្រឿងត្រូវហើយអញ្ចឹងនៅក្នុងហ្នឹងវាមានផ្លាស្ទិកមួយជាន់ទៀតអញ្ចឹងនៅពេលដែលយើងស្លោយើងអាចដាំទឹកឲ្យពុះទៅយើងហែកកាយវាឬក៏ច្បាច់វាចេញមកដាក់ចូលក្នុងស្លយើងទៅបានអញ្ចឹងយើងអាចដាក់សាច់ដាក់បន្លែដាក់អីបន្ថែមទៀតទៅផ្សំដាក់រសជាតិដាក់អីដែលយើងចង់បានទៅអាហ្នឹងគឺរួចរាល់អញ្ចឹងវាលឿនវាចំណេញពេលវេលាមែនតើយើងអត់ពិបាកទៅអង្គុយបុកគ្រឿងទៅអីយូរអញ្ចឹងណាបាទអូខេអញ្ចឹងមានប៉ុណ្ណឹងសម្រាប់សាច់ខាងក្នុងវាបាទអូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងនេះសម្រាប់បងប្អូនដែលតម្រូវការពាក់ព័ន្ធទៅនឹងគ្រឿងស៊ូបែបនេះអាចរកទិញបាននៅតាមផ្សារទំនើបខ្ញុំឃើញមាននៅផ្សារទំនើបមានលក់ច្រើនហើយអញ្ចឹងបងប្អូនអាចរកតាមផ្សារទំនើបផ្សេងបានអូខេអញ្ចឹងកុំភ្លេចbrand គាត់ឈ្មោះគ្រឿងលួងបាសាក់បាទគ្រឿងលួងបាសាក់អញ្ចឹងចាំម៉ាកនឹងទាំងអស់គ្នាបងប្អូនអានឹងជាផលិតផលរបស់ខ្មែរយើងបាទអញ្ចឹងគ្រប់គ្រងផលិតផលខ្មែរយើងទាំងអស់គ្នាអូខេអញ្ចឹងសម្រាប់បងប្អូនដែលពេញចិត្តនៅវីដេអូទាំងអស់នេះអាចជួយចុច like share comment ឬក៏បញ្ចេញមតិអីដែលបងប្អូនគិតថាវាអត់ល្អឬក៏វាល្អឬក៏វាខ្វះខាតកន្លែងណាបងប្អូនអាចជួយបញ្ចេញមតិខាងក្រោមនេះបានយើងនឹងធ្វើការកែប្រែតាមអ្វីដែលគិតថាវាអាចត្រូវហើយនឹងធ្វើឲ្យវីដេអូនេះវាកាន់តែល្អប្រសើរទៅមុខទៀតបាទអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត